កេងគឺសំខាន់បំផុតដើម្បីជួយឲ្យខួរក្បាលមានសុខភាពល្អហើយនឹងមានដំណើរការល្អកោសិការបស់ខួរក្បាលយើងជាច្រើនដែលយើងហៅថា neuron ហ្នឹងភាគច្រើនហ្នឹងគឺវាមាន communicate ទំនាក់ទំនងគ្នានៅពេលដែលយើងកេងបើសិនជាយើងអត់កេងទេគឺវាអត់មានបង្កើតគេហៅថា pathway ផ្លូវដែលធ្វើឲ្យខួរក្បាលយើងរៀនឬក៏ការចងចាំនោះទេព្រោះថានៅពេលដែលយើងកេង neuron វាមានទំនាក់ទំនង communication គ្នាហើយជួយឲ្យយើងហ្នឹងមានការចងចាំល្អតែបើយើងអត់កេងទេគឺយើងពិបាកក្នុងការចងចាំខួរក្បាលយើងស្ពឹកភាសាអង់គ្លេសគេហៅ not respond quickly មានន័យថាពេលគេនិយាយអីមួយមកយើងរៀងស្ពឹកយើងគិតអត់ទាន់គេគិតលឿនខ្លាំងមែនតើពេលយើងគិតអត់ទាន់យើងយឺតអញ្ចឹងណាហើយនឹងបញ្ហាពិបាកផ្ដោតអារម្មណ៍ធ្វើការឬក៏ពិបាកផ្ដោតអារម្មណ៍រៀនពួកឯនៅពេលដែលខួរក្បាលយើងស្មុគស្មាញយើងគិតច្រើនយើងផ្ដោតអារម្មណ៍ធ្វើការកើតទេនៅពេលដែលយើងកេងអញ្ចឹងណាខួរក្បាលយើង remove បញ្ចេញចោល toxin ជាតិពុលចេញពីខួរក្បាលរបស់យើងដូចរាងកាយយើងគឺយើងត្រូវការបញ្ចេញចោលមែនទេខួរក្បាលយើងគឺត្រូវការកេងដើម្បីធ្វើការបញ្ចេញចោល toxin អីផ្សេងចេញពីខួរក្បាលការកេងគឺវាប៉ះពាល់សឹងតែគ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់យើងដូចជាទី1គឺខួរក្បាលនឹងឯងទី2សុខភាពបេះដូងទី3សួតហើយនឹងប្រព័ន្ធរំលាយអាហាររបស់យើងប្រព័ន្ធការពាររាងកាយរបស់យើងបងប្អូនដឹងហើយបើយើងអត់កេងប្រព័ន្ធការពាររាងកាយចុះខ្សោយងាយឈឺខ្លាំងមែនតើអាហ្នឹងគឺកើតមានច្រើនណាស់មួយទៀត mood អារម្មណ៍មានន័យថាឆេវឆាវមួម៉ៅអត់អាចគ្រប់គ្រងអារម្មណ៍បានជំងឺថប់អារម្មណ៍ anxiety depression ផ្សេងបើយកកេងទៅយើងងាយនឹងឈឺងាយនឹងអីចឹងណា